យើងជាបិសាចយើងឈរចាំស៊ីព្រលឹងពួកអាអ្នកជិះឆ្វេងយើងក៏ជាបិសាចដែរយើងឈរចាំទាញផ្លោកពួកអាអ្នកបើកបរលឿនដូចរន្ទះសង្សារទី10របស់អូនបងបើកបរលឿនអញ្ចឹងបានត្រូវថែបអូនកុំភ័យសង្សារទី100របស់បងចាំបងបង្ហោះឲ្យផ្អើលទីក្រុងម្ដងឲ្យគេដឹងថាពួកយើងជាស្ដេចលបឿនរកឃើញមុខសញ្ញាហើយសបាយទៅពួកឯងបន្តិចទៀតយើងទៅដល់ហើយជិះជ្រេចឹងសបាយខ្លាំងណាបងឯងបង្ហោះឲ្យខ្លាំងណាស់បងកុំខ្លាចនរណាចេយើងស៊ីបាយផ្ទះយើងហ៎ថយទៅពួតបានការទៅឆ្ងាយទៅគិតថាជិះម៉ូតូហោះសបាយមែនទេនៅមិនទាន់សបាយដូចនៅឋាននរកទេយើងនឹងយកជីវិតពួកឯងមកសបាយជាមួយយើងផងបិសាចហើយជិះម៉ូតូហោះមិនខ្លាចងាប់ផងមកខ្លាចអីអញឈប់សិនអាផ្លោកជាប់បិសាចបងអូនមិនចង់ស្លាប់ទេកំភៃអូនតោងចកេះបងឲ្យជាប់ងាប់ក៏មិនបកក្រោយដែរបងចិត្តដល់ហើយអូនកំភៃងាប់ហើយអញហត់នឹងដេញតាមពួកឯងហើយវើយដល់វេនអញកាច់កស្លំជួពួកឯងទៅ2នាក់ហើយឈប់ភ្លាមស្លាប់ទៅអូយជួយផងបែកផ្លោកខ្ញុំហើយពេលនេះយើងសុំអនុញ្ញាតស៊ីប្រលឹងពួកឯងក្នុងគ្រានេះហើយពួកឯងត្រូវតែស្លាប់ទុកជីវិតឲ្យខ្ញុំផងកុំស៊ីខ្ញុំអីបើចង់ស៊ីសង្សារខ្ញុំទៅប្រលឹងខ្ញុំមិនឆ្ងាញ់ទេស៊ីនាងទៅនាងនៅក្មេងហើយស្អាតជាងខ្ញុំពួកឯងមិនបាច់រុញដាក់គ្នាទេអញស៊ីទាំងអស់គ្នានឹងជាពិសេសអាតួប្រុសនេះតែម្ដងកុំអីខ្ញុំមិនចង់ខ្សែខ្សិតជីវិតចេតរយទាំងនៅក្មេងទេមែនហើយពួកយើងមិនធ្វើអញ្ចឹងទៀតទេយើងមិនមែនបិសាចចិត្តងាយទេវើយទេខ្ញុំសូមអង្វរខ្ញុំនិយាយស៊ីនហ្មងខ្ញុំឈប់ជិះម៉ូតូបង្ហោះទៀតហើយណាចែបិសាចដ៏ស្រស់ស្អាតអូហូយើងស្អាតមែនអីមែនតើស្អាតលើសសង្សារខ្ញុំទៅទៀតយល់ថាឯងមានភ្នែកមុខមើលឃើញយើងស្អាតយើងទុកជីវិតឲ្យឯងម្ដងចុះតែមុននឹងដោះលែងពួកឯងយើងមានលក្ខខណ្ឌមួយគឺពួកឯងត្រូវគោរពច្បាប់ចរាចរណ៍ហាមបង្កហេតុផ្សេងហាមភ្លឺល្ងឺពុកថ្ងាសទៀតណាបើមិនអញ្ចឹងទេអញនឹងស៊ីព្រលឹងពួកឯងហើយនេះយើងសង់ម៉ូតូថ្មីឲ្យពួកឯងវិញតែម៉ូតូនេះនឹងក្លាយជាបិសាចភ្លាមបើពួកឯងជិះមិនគោរពច្បាប់អរគុណចែបិសាចដល់សង្ហាមានតែម៉ូតូនៅមិនទាន់គ្រប់គ្រាន់ទេអាពីរគ្រឿងនេះណែរបស់សំខាន់ការពារក្បាលរបស់ពួកឯងក្បាលរឹងប៉ុណ្ណាក៏ចាញ់ថ្នល់ជាតិដែរបើនៅត្រឡប់ឡាយប្រយ័ត្នឆ្កែស៊ីខួរយើងនិយាយពិតមិនមែនផអោនក្បាលមកយើងសុំអនុញ្ញាតពាក់មួកឲ្យពួកអាពីរគ្រឿងមួកនេះយើងជប់ពីដែកស្នូលផែនដីកុំយកទៅលក់ណាវាមិនមែនជាមាសទេទុកការពារក្បាលរហូតទៅចាអរគុណលោកណាទៅចោះជិះតិចកុំភ្លេចបដាំងយើងមើលទៅពួកគេកែខ្លួនហើយបិសាចបងតោះយើងហោះជ្រេរកអាណាខុសច្បាប់ទៀត